បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញវីដេអូមួយបាទតទៅនឹងការដាក់ចំណីបាទហើយក៏វានឹងហើយជាវីដេអូដដែលដែរទេបងប្អូនអត់មានអីថ្មីទេបាទនេះយើងដាក់ចំណីម៉ាលីវីស៊ីបងប្អូនបាទនេះយើងប៉នមកខ្ទង់មួយអាទិត្យអីទៀតអាចចាប់បានបងប្អូនបាទនេះវាចូលអាយុ30ថ្ងៃជាងហើយចូល35ថ្ងៃអីហើយបាទ33ទៅ35ថ្ងៃហ្នឹងយើងប៉នមួយអាទិត្យទៅ10ម៉ាយទៀតយើងអាចចាប់លក់បានបងប្អូនបាទធំប៉ិនមេដៃអានេះមានប៉ិនមេដៃមួយដែរបងប្អូនបាទគឺខ្ញុំចាប់ជ្រេវា3ថ្ងៃ4ថ្ងៃខ្ញុំជ្រេវាម្ដងហើយដោយសារវាមានស្ទុះធំអញ្ចឹងយើងចាប់វាចេញហើយឥឡូវខ្ញុំដាក់ធាងដូងឲ្យវាទុំដែរដោយសារអស់អាចោនោះហើយអញ្ចឹងយើងដាក់ធាងដូងឲ្យវាទុំខ្លះធាងដូងក៏វាអាចទុំបានបងប្អូនបាទត្រង់នេះចូលខ្ទង់3000កូនបងប្អូនបាទហើយនេះចូលនេះវាខ្ទង់2000ហើយត្រង់នោះចូល3000ទៀតវាចូលជិត10000ហើយបងប្អូនបាទពាក់កណ្ដាលខែ5នេះយើងមានកូនកែប្រហែលជា10000កូនបាទអញ្ចឹងក្នុងខែ5នេះយើងមានច្រើនបាទខែមុនយើងមានត្រឹមតែ5000កូននេះទេខែមុនឥឡូវខ្ញុំកំពុងតែរីកអាងបន្ថែមទៀតបាទនេះខាងនេះខ្ញុំបាំងដបូលរួចហើយបងប្អូនបាទដបូលយើងធ្វើរួចហើយនេះខ្ញុំចាំងដីបានមួយទ្រុងទៀតហើយនៅខាងនេះ2ទ្រុងទៀតអញ្ចឹងយើងបន្ថែម3ទ្រុងទៀតហើយនៅជួរខាងនោះទៀតបងប្អូនបាទឥឡូវយើងបានខ្ទង់9ទ្រុងហើយបាន9ទ្រុងហើយអាទ្រុងប្របែកនោះដូចជា4ទ្រុងតូចចឹងទឹកបានតែ9ទ្រុងទេបងប្អូនយើងនឹងបរិចទៅវិញបាន15ទ្រុងយើងបរិច6ទ្រុងទៀតវាបាន15ទ្រុងសម្រាប់ទ្រុងប្រកាស15ទ្រុងយើងធ្វើទ្រុងចំសាច់ដូចជា5ទ្រុងទៀតបាទហើយទ្រុងចំសាច់ខ្ញុំដាក់តែត្រឹមតែ3x5ទេ3x5ហ្នឹងមកទ្រុងខ្ញុំដាក់តែ1000កូនទេ1000អាចដាក់ថា1000ចុះបាទវារៀងតលាយបន្តិចខ្ញុំដាក់តែ1000ទេបាទជាង5ទ្រុងឲ្យចូល5000ចឹងខ្ញុំក៏ចិញ្ចឹមសាច់ដែរបងប្អូនបាទចឹងប្រកាសកូនក៏ខ្ញុំប្រកាសចិញ្ចឹមសាច់ក៏ខ្ញុំចិញ្ចឹមបាទនេះកូនកែបយើងបាទគឺកូនកែបនិងកូនកោកមានគ្រប់ទ្រុងបងប្អូនបាទ9ទ្រុងហ្នឹងគឺមានគ្រប់ទ្រុងអត់តែទ្រុងនេះមួយទេយើងទៅតែចាប់អស់ទ្រុងនេះក៏កូនកោកដែរបងប្អូនបាទហើយយើងនឹងបរិចបន្ថែម3ទ្រុងទៀតបាទដីខ្ញុំនៅសល់ធំហ៎បងប្អូនបាទសាដីទួលនេះជិតកន្លះហាត់យើងដាំដំណាំជុំវិញផងយើងដាំយើងទុកប្រឡោះសម្រាប់ធ្វើទ្រុងចំកែបផងឆ្នាំនេះគឺខ្ញុំបរិចតែប៉ុណ្្នឹងសិនបងប្អូនមកខ្ទង់ទាំងសាច់ទាំងប្រកាសខ្ទង់20ទៅ25ទ្រុងអីទេហើយឆ្នាំក្រោយខ្ញុំនឹងបរិចបន្តទៀតបាទកូនកែស៊ីចំណីល្អបងប្អូនស៊ីអស់បាត់ហើយបងប្អូនមកយើងដាក់ច្រើនបងប្អូនបាទវីដេអូនេះក៏អត់មានអីទៀតទេបងប្អូនបាទគ្រាន់តែបង្ហាញពីបងប្អូនពីការដាក់ចំណីហើយកូនមើលកូនកែបទស្សនាកូនកែបលេងទេហើយបើសិនជាបងប្អូនមានចង្អល់ទាក់ទងការចិញ្ចឹមឬក៏ចង់បានកូនអីអាចតំណតំណងខលសួរបានបាទឬក៏កំងបានដោយសារអាទិត្យក្រោយនេះយើងចាប់ផ្ដើមចាប់បានហើយបងប្អូនបាទហើយក៏មានអ្នកកំងចំនួន1500កូនរួចទៅហើយបាទអញ្ចឹងនៅមានអ្នកកំងបន្តទៀតបាទចាំបងប្អូនអាចដាក់កំងបានបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងបងប្អូនបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទអរគុណ